អត្ថបទស្ដាប់ជំនឿកាលពីយូរលង់កន្លងមកមនុស្សលោកតែងជួបប្រទះបាតុភូតធម្មជាតិផ្សេងៗដែលខ្លួនពុំអាចជំនះបានដោយមានការភ័យខ្លាចចំពោះអសន្តិសុខមនុស្សចេះតែមានសេចក្តីសង្ស័យយ៉ាងនេះយ៉ាងនោះពួកគេតែងសង្ស័យថាមានកម្លាំងក្រៅខ្លួនដ៏ខ្លាំងក្លាអាចធ្វើឲ្យមនុស្សបានសេចក្តីសុខនិងអាចធ្វើឲ្យមនុស្សមហន្តរាយពួកគេចាប់ផ្ដើមមានជំនឿលើកម្លាំងទាំងនោះហើយសន្មតឈ្មោះនឹងបង្កើតជារូបរាងផ្សេងៗតាមសមត្ថភាពរបស់ពួកគេកម្លាំងក្រៅខ្លួនទាំងនោះคล้ายជាទីពឹងទីរលឹកដើម្បីបានសេចក្តីសុខសប្បាយពួកគេតែងធ្វើអំពើល្អនិងធ្វើពិធីបូជាបន់ស្រន់អង្វរករតាមរបៀបផ្សេងៗខ្មែរយើងមានជំនឿច្រើនដូចជាជំនឿលើព្រលឹងម្ដាយឪពុកម្ដាយឪពុកមានគុណធ្ងន់មកលើកូនទុកដូចជាព្រះនៅក្នុងផ្ទះកូនត្រូវដឹងគុណនិងសងគុណគាត់ក្រោយមរណកាលទៅព្រលឹងលោកតែងតែនៅជួយថែរក្សាកូនចៅតទៅទៀតកូនចូលចិត្តសុំថ្មិញម្ដាយឪពុកមកស្រោបមាសឬឆ្លាក់រូបព្រះពៈនគរដើម្បីនឹកឃើញគុណលោកជាប្រចាំការរំលឹកនឹកឃើញគុណរបស់ម្ដាយឪពុកនាំឲ្យព្រលឹងគាត់តាមជួយឲ្យបានសេចក្តីសុខជានិច្ចរាល់ថ្ងៃសិលកូនតែងដុតធូបទៀនថ្វាយផ្លែឈើនិងផ្ការៀងរាល់ឆ្នាំកូនចៅតែងនាំគ្នាទៅសែនព្រេននិងបាំងស្កូលនៅតាមភ្នូរឬចាត់ដីម្ដាយឪពុកដើម្បីរំលឹកគុណលោកសុំសេចក្តីសុខនិងឧទ្ទិសកុសលទៅជូនលោកពេលណាមានទុក្ខលំបាកកូនចៅតែងបន់ស្រន់រកជំនួយពីលោកមុនគេបង្អស់